យោធាចិនប្រមានជប៉ុននឹងជួបផលវិបាកធ្ងន់ធ្ងរប្រសិនបើហ៊ានឆ្លងខ្សែបន្ទាត់ក្រហមក្រសួងការពារជាតិចិនបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី27ខែវិច្ឆិកាថាជប៉ុននឹងរងផលវិបាកធ្ងន់ធ្ងរប្រសិនបើរាជធានីតូក្យូបន្តលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ហើយឆ្លើយតបនឹងគម្រោងរបស់ជប៉ុនក្នុងការពង្រីកមីស៊ីលនៅលើកោះមួយចម្ងាយប្រហែល100គីឡូម៉ែត្រពីឆ្នេរសមុទ្រតៃវ៉ាន់ការកត់សម្គាល់នេះបានកើតឡើងចំពេលមានវិបត្តិការទូតដ៏អាក្រក់បំផុតក្នុងរយៈពេលប្រមាណឆ្នាំមកនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាតាកៃឈីបាននិយាយនៅខែនេះថាការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីតូក្យូរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស៊ីនជីរ៉ូកូស៊ូមីបាននិយាយថាផែនការកំពុងឆ្ពោះទៅមុខជាលំដាប់ដើម្បីដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅមូលដ្ឋានយោធាមួយនៅលើកោះយូណាហ្គូនីដែលជាកោះចម្ងាយប្រហែល110គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ជុំវិញបញ្ហានេះក្រសួងការពារជាតិចិនបានលើកឡើងថាការដោះស្រាយបញ្ហាតៃវ៉ាន់គឺជាបញ្ហារបស់ចិនហើយគ្មានអ្វីពាក់ព័ន្ធជាមួយជប៉ុននោះទេអ្នកនាំពាក្យក្រសួងការពារជាតិចិនលោកជៀងប៊ីនបានប្រាប់សន្និសីទសារព័ត៌មានថាមិនត្រឹមតែប្រទេសជប៉ុនមិនពិចារណាលើអំពើឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៃការឈ្លានពាននិងការគ្រប់គ្រងអាណានិគមរបស់ខ្លួននៅតៃវ៉ាន់នោះទេផ្ទុយទៅវិញតូក្យូបន្តចង់អន្តរាគមន៍យោធានៅច្រកសមុទ្រតៃវ៉ាន់លោកបានបន្ថែមថាកងទ័ពរំដោះប្រជាជនមានសមត្ថភាពខ្លាំងក្លានិងមធ្យោបាយដែលអាចទុកចិត្តបានក្នុងការកម្ចាត់សត្រូវឈ្លានពានណាមួយប្រសិនបើភាគីជប៉ុនហ៊ានឆ្លងកាត់ខ្សែបន្ទាត់សូម្បីតែពាក់កណ្ដាលជំហានប្រទេសនេះនឹងរងចាំផលវិបាកធ្ងន់ធ្ងររដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ច្រានចោលការទាមទារទឹកដីរបស់រដ្ឋធានីប៉េកាំងដោយអះអាងថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេប្រធានាធិបតីតៃវ៉ាន់លោកឡៃជីងតេនៅសប្តាហ៍នេះបានបង្ហាញផែនការចំណាយប្រាក់បន្ថែមចំនួន40,000 លានដុល្លារលើវិស័យការពារជាតិក្នុងរយៈពេល8ឆ្នាំខាងមុខដែលប្រទេសចិនបានរិះគន់ថាជាការចំណាយខ្ជះខ្ជាយដែលនឹងធ្វើឲ្យតៃវ៉ាន់ធ្លាក់ចូលទៅក្នុងមហន្តរាយ